តោះសួស្តីអ្នកគ្នាចឹងថ្ងៃនេះយើងមកសិក្សាអំពីតម្លៃអប់រំនៅក្នុងរឿងទុំទាវហើយរឿងនេះអ្នកនរគ្នាខ្ញុំគិតថាដឹងច្រើនក៏ដូចជាបានសិក្សារួចមកហើយចឹងថ្ងៃនេះខ្ញុំគាត់ថាចង់មកបង្ហាញនៅតម្លៃអប់រំមួយចំនួនដែលនៅក្នុងរឿងទុំទាវតោះចឹងកុំឲ្យខាត់ពេលយូរយើងទៅសិក្សាទាំងអស់គ្នាអូខេអញ្ចឹងមុននឹងដល់តម្លៃអប់រំខ្ញុំក៏ចង់រំលឹកក៏ដូចជាណែនាំអ្នកគ្នានៅចំណុចខ្លះៗតទៅមួយរឿងទុំទាវអញ្ចឹងរឿងនេះយើងដឹងទាំងអស់គ្នាថាជាស្នាដៃរបស់ព្រះបទុមធេងវុនសោមហើយតាក់តែងគឺនៅឆ្នាំ1915ហើយបើនិយាយអំពីចលនាគឺស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេត្តបាក់និយមចំណែកឯប្រភេទគឺស្ថិតនៅក្នុងប្រភេទទំនើបហើយអ្នកនិពន្ធបានតាក់តែងជាអត្ថបទកាព្យបាទឬយើងហៅកំណាព្យនោះបាទបទពាក្យ7ហើយដែលមានចំនួនសរុបអស់គឺ1050ល្បះបាទប្រធានរឿងគឺគេនិយាយអំពីស្នេហាដ៏ជឿចាប់និងជូរចត់របស់យុវជននាសម័យលង្វែកក្រោមរបបប្រជានិយមអូខេអញ្ចឹងខ្ញុំក៏ចង់រំលឹកអ្នកគ្នាដែរបាទហើយចំពោះតម្លៃអប់រំគឺមានច្រើនប៉ុន្តែខ្ញុំសូមលើកយកចំណុចខ្លះៗបាទយកមកបង្ហាញដល់អ្នកនរគ្នាបាទអញ្ចឹងចំពោះតម្លៃអប់រំយើងឃើញថាគេអប់រំយុវជនយើងឲ្យចេះស្ដាប់ដំបូន្មានឪពុកម្ដាយគ្រូបាអាចារ្យហើយចាស់ព្រឹទ្ធាចារ្យបាទហើយអប់រំមនុស្សឲ្យគោរពសាសនាជាពិសេសពុទ្ធសាសនាបាទអញ្ចឹងយើងដឹងហើយនៅក្នុងរឿងគឺបានបង្ហាញអំពីវត្តមានរបស់ព្រះសង្ឃហើយក៏ដូចជាទូនីតិរបស់វត្តអារាមដែលជាមជ្ឈមណ្ឌលនៃពុទ្ធសាសនាបាទទី2យើងឃើញថាសំទោសចំណុចទី3គឺអប់រំបរិសុទ្ធនិងស្ត្រីគ្រប់រូបឲ្យគោរពតាមប្រពៃណីកុំភ្លើតភ្លើនបាទកាលណាភ្លើតភ្លើនវាខុសប្រពៃណីវាមានឈ្មោះមិនល្អបាទហើយវានាំឲ្យយើងនឹងគឺមានទុក្ខបាទនេះផលអាក្រក់នៅថ្ងៃក្រោយហើយចំណុចទី4គឺអប់រំមនុស្សឲ្យហៅថាវាចាកនៅការកាប់សម្លាប់គ្នាបាទការប្រើអំណាចផ្ដាច់ការជិះជាន់គៀបសង្កត់កេងរវ័ញ្ចអ្នកទុនសោយបើចឹងចំណុចនេះយើងដឹងហើយថានៅសម័យរាជានិយមឬក៏សម័យលង្វែកហ្នឹងយើងឃើញថាដឹកនាំតាមបែបរាជានិយមប៉ុន្តែលក្ខណៈផ្ដាច់ការហើយអំណាចសម័យហ្នឹងយើងឃើញថាចែកចេញជា3គឺអំណាចស្ដេចផែនដីអំណាចស្ដេចត្រាញ់ហើយនិងអំណាចមេគ្រួសារបាទអញ្ចឹងអំណាចនីមួយៗគាត់តែងតែប្រើអំណាចបាទដើម្បីគៀបសង្កត់ជិះជាន់ណាបាទចំណុចទី5គឺដាស់តឿនបិតាមិនឲ្យប្រកាន់វណ្ណៈបាទឬក៏ប្រកាន់នៅគេហៅថាទស្សនៈនំបន្ធំជំនាញបាទជាពិសេសគឺយកមកគៀបសង្កត់កូនបាទអញ្ចឹងគេមិនគេហៅថាលើកទឹកចិត្តឲ្យមេដាបិតាហ្នឹងគឺគៀបសង្កត់បិទសិទ្ធិសេរីភាពកូនក្នុងការជ្រើសរើសគូស្រករទេព្រោះនេះវាតាក់ទងជាមួយនឹងជីវិតរស់នៅបាទអញ្ចឹងសូមឲ្យឪពុកម្ដាយគេហៅថាផ្ដល់សិទ្ធិសេរីភាពដល់កូនក្នុងការសម្រេចចិត្តជ្រើសរើសគូស្រករផងបាទណាកុំបិទសិទ្ធិកាលណាបិទដូចជាខ្សែចាប៉ីអញ្ចឹងកាលណាយើងរឹតតឹងពេកវាដាច់កាលណាយើងធូរពេកវាអត់ព្រោះអញ្ចឹងវិធីសាស្ត្រគឺមានតែល្មមបាទអញ្ចឹងការអប់រំកូនក៏ដូចគ្នាណាបាទតឹងតែងពេកក៏យ៉ាប់បដិបដោយពេកក៏យ៉ាប់បាទអញ្ចឹងមានតែចំណុចកណ្ដាលបាទផ្លូវកណ្ដាលបាទចំណុចបន្តយើងឃើញថាចំណុចទី6គឺអប់រំមនុស្សឲ្យមានឆន្ទៈមុខមុតក្នុងការរើបំរាស់ពីការគៀបសង្កត់អញ្ចឹងបើមានការគៀបសង្កត់យើងត្រូវតែចេះរើបំរាស់ដើម្បីសម្រេចនៅឧត្តមគតិឬក៏នៅផ្លូវមួយដែលត្រឹមត្រូវបាទអញ្ចឹងយើងទាមទារសេរីភាពបាទរើពីការគៀបសង្កត់ដើម្បីសេរីភាពបាទអូខេអញ្ចឹងចំណុចចុងបញ្ចប់គឺអប់រំមនុស្សឲ្យចេះដោះស្រាយបញ្ហាដោយសន្តិវិធីបាទហើយត្រូវចេះវាចាកនៅគេហៅថាស្រីស្រាមិនយកស្រីស្រាបាទធ្វើជាត្រីមុខបាទដឹកមុខកាលណាយកស្រាយកស្រីជាដឹកមុខបាទយើងដឹងហើយថាជាមូលហេតុចុងក្រោយបាទលទ្ធផលគឺមានតែវិនិច្ឆ័យខ្លួនឯងបាទអូខេអញ្ចឹងតម្លៃអប់រំខ្ញុំបង្ហាញអ្នកគ្នាគឺមានតែប៉ុណ្្នឹងទេ
ហើយបើអ្នកទាំងអស់គ្នារកឃើញដំណើរព្រំផ្សេងទៀតបាទសូម comment ក៏ដូចជាបង្ហាញដល់គ្នាយើងបន្តផងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណបាទសូមជម្រាបលា